សម្បូរជាកំឡោះចាស់អាយុ30ឆ្នាំគត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកខាងគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញឆ្នាំ1961ក្រោយពីបានបញ្ចប់ការសិក្សាក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀននៅក្នុងស្រុកមួយនាខេត្តបាត់ដំបងដែលតាមពិតនោះគេមានស្រុកកំណើតនៅខេត្តកំពង់ធំគេធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបងទាំងគ្មានស្គាល់នរណាម្នាក់សោះគេបានទៅជួបផ្ទះមួយសម្រាប់ការស្នាក់នៅផ្ទះមួយក្នុងនេះស្ងាត់ល្អណាស់ជាផ្ទះរបស់មេភូមិម្នាក់ដែលគាត់ធ្វើទុកសម្រាប់ចែកឲ្យកូនស្រីក្រោយពេលដែលរៀបការជាមួយនឹងបុរសអ្នកជំនួញម្នាក់ប៉ុន្តែត្រូវខកបំណងទៅវិញដោយសារតែកូនកំឡោះអ្នកជំនួញនោះទៅរៀបការជាមួយនឹងកូនក្រមុំសៀមបាត់ទៅហើយដូច្នេះផ្ទះមួយក្នុងនេះត្រូវបានទំនេររហូតមកគាត់ជួលនឹងសម្បូររកផ្ទះជួលផងលោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុតសម្បូរមុខនេះនៅផ្ទះថ្មីនេះជាផ្ទះទួលមួយក្នុងគត់ដែលនៅចំកណ្ដាលចំការជេរមួយរយៈដំបូងផ្ទះនេះមិនបង្ហាញហេតុការណ៍អ្វីខុសប្លែកឡើយអាចនិយាយបានថាសម្បូររស់នៅយ៉ាងមានក្តីសុខគ្រប់ប្រការថ្ងៃមួយក្រោយពីងូតទឹកញ៉ាំបាយរួចរាល់អស់ហើយប្រហែលម៉ោង7យប់សម្បូរចេញមកអង្គុយយកខ្យល់អាកាសនៅលើរានអាហារពីមុខផ្ទះដោយបង្ហើរអារម្មណ៍អណ្ដែតអង្ដូងស្ងាត់ម្នាក់ឯងនោះក្រសែភ្នែករបស់គេក៏ងាកទៅមើលឃើញវត្ថុម្យ៉ាងនៅចៃដន្យយប់នោះមានខែស្រទន់អាចល្មមនឹងឃើញវត្ថុជុំវិញខ្លួនច្បាស់លាស់សម្បូរមានអាការៈភ្ញាក់បន្តិចបន្តួចព្រោះក្រសែភ្នែកមិនបានកុហកខ្លួនឯងឡើយពេលនោះស្ត្រីម្នាក់កំពុងតែដើរសំដៅរកគេមានការឆ្ងល់ណាស់ថាថ្មនេះមានស្ត្រីហ៊ានដើរម្នាក់ឯងទៀតទីបំផុតស្ត្រីនោះក៏ដើរមកជិតដល់គេសម្បូរក៏ក្រោកឡើងស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះគេគិតថាបានជាញាតិមិត្តបងប្អូនរបស់លោកប្រធានភូមិមានធុរៈអ្វីម្យ៉ាងហើយទើបមកទាំងយប់ដូចនេះសំទោសមានការអីអញ្ជើញអង្គុយសិននាងបានបង្ហាញស្នាមញញឹមដាក់គេបណ្ដានិងដើរទៅរកកន្លែងអង្គុយបណ្ដាពេលបានអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺនោះគេអាចប្រាប់ខ្លួនឯងបានថាស្ត្រីម្នាក់នេះស្អាតនិងមានមន្តស្នេហ៍ណាស់ស្អាតទាំងមុខស្អាតទាំងរាងរហូតស្ទើរតែនឹងរកស្រីណាមកប្រៀបប្រដូចបានអ្នកនាងជាអ្នកណាបាទសម្បូរសួរបណ្ដាទម្លាក់គូតអង្គុយនិងសម្លឹងទៅមុខនាងបណ្ដានាងខ្ញុំជាញាតិមិត្តរបស់លោកប្រធានភូមិចានាងឆ្លើយទាំងបញ្ចេញស្នាមញញឹមគួរឲ្យស្រឡាញ់នាងបញ្ជាក់ថាលោកគ្រូមានអីផ្លែចិត្តឬទេសំទោសអ្នកនាងឈ្មោះអីដែរនាងខ្ញុំឈ្មោះនីឈ្មោះនីចាជាញាតិឆ្ងាយរបស់លោកមេភូមិអ្នកនាងមករកខ្ញុំពេលនេះមានការអ្វីដែរនាងបង្ហាញស្នាមញញឹមបណ្ដាឆ្លើយតបបណ្ដាថានាងខ្ញុំសូមនៅសម្រាប់មកជួបជាមួយនឹងលោកគ្រូបានទេពាក្យសំណូមពររបស់នាងធ្វើឲ្យសម្បូរត្រូវប្រញាប់បដិសេធភ្លាមអូមិនបានទេអ្នកនាងជាស្ត្រីហើយខ្ញុំជាបុរសយើងប្រកាសជាដេកជាមួយគ្នាតែពីរនាក់មិនបានទេយ៉ាងទៀតបើលោកប្រធានភូមិដឹងគាត់ច្បាស់ជាក្តៅក្រហាយជាមិនខានលោកប្រធានភូមិប្រកាសជាមិនដឹងទេចាទោះជាដឹងក៏មិនអីដែរសូមឲ្យនាងខ្ញុំបានសម្រាប់ជាមួយលោកគ្រូមួយយប់បានទេសម្បូរក្រវីក្បាលបដិសេធដោយដើមខ្ញុំអនុញ្ញាតមិនបានទេកុំភ្លេចថាអ្នកនាងជាស្រីខ្ញុំជាប្រុសការខុសខាតតែងតែកើតឡើងបានប្រសិនបើយើងដេកផ្ទះតែមួយជាមួយគ្នានោះសូមឲ្យឈប់មានគំនិតដូចនេះហើយត្រឡប់ទៅផ្ទះវិញល្អជាងនាងក៏ឆ្លើយវិញថាលោកគ្រូស្អប់ខ្ពើមខ្ញុំណាស់មែនទេឬក៏ខ្ញុំមិនស្អាតលោកគ្រូក៏ឆ្លើយវិញថាទេមិនមែនយ៉ាងទេតែជារឿងខូចខាតបងដែលយើងត្រូវទទួលទាំងពីរនាក់សម្បូរឆ្លើយដោយស្មោះសរនិងសរសើរថាអ្នកនាងពិតជាស្អាតណាស់ប្រសិនបើទៅប្រឡងបបកញ្ញាប្រកាសជាជាប់ជាជាមិនខាននាងញញឹមម្ដងទៀតកាលពីឆ្នាំមុនលោកប្រធានភូមិធ្លាប់បញ្ជូននាងខ្ញុំទៅប្រកួតធីតាកសិកម្មគឺនាងខ្ញុំបានទទួលតំណែងជើងឯកឈ្នះដាច់គេទៅហើយមែន
ចាអនុញ្ញាតឲ្យខ្ញុំដេកនៅទីនេះមួយយប់ផងទៅណាលោកគ្រូចាប់សម្ដីរបស់នាងម្ដងនេះសម្បូរមានការភ្ញាក់ផ្អើលបន្តិចបន្តួចព្រោះពេលនោះគេឮសូរសំឡេងឆ្កែលូសម្បូរមានចិត្តខ្វល់ខ្វាយជាធម្មតាអ្នកនាងត្រឡប់ទៅផ្ទះវិញទៅល្អជាងជឿខ្ញុំចុះនៅពេលសម្ដីបដិសេធចុងក្រោយរបស់សម្បូរបញ្ចប់ទៅនាងក៏ប្រញាប់ចុះទៅវិញភ្លាមនាងខ្ញុំសូមសរសើរលោកគ្រូថាជាបុរសដែលមានចិត្តរឹងបំផុតណាស់ហើយចុះបើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយនាងខ្ញុំសូមលាសិនហើយនាងចាប់នាងក៏ឈានជើងដើរចេញទៅបាត់ក្នុងចំណោមដើមចេកដ៏ក្រាស់ខ្មឹកនោះបាត់ទៅលុះព្រឹកស្អែកឡើងសម្បូរក៏ទៅជួបលោកប្រធានភូមិដែលជាម្ចាស់ផ្ទះហើយក៏សួរថាលោកប្រធានភូមិតើលោកមានកូនក្មួយឈ្មោះនីទេនាងថានាងជាញាតិមិត្តឆ្ងាយរបស់លោកប្រធានភូមិលោកប្រធានភូមិក៏បានឆ្លើយតបថាទេខ្ញុំគ្មានទេហើយទៅទៅលោកគ្រូសម្បូរក៏បាននិយាយពីហេតុការណ៍ដែលបានកើតឡើងនោះឲ្យលោកប្រធានភូមិស្ដាប់យ៉ាងលម្អិតនាងថែមទាំងប្រាប់ថាលោកប្រធានភូមិធ្លាប់បានបញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្មកាលពីឆ្នាំកន្លងទៅនិងបានទទួលតំណែងឈ្នះដាច់នារីដទៃទៀតផងលោកប្រធានភូមិសោចរីឯសម្បូរក៏បានសួរបញ្ជាក់ទៅលោកមេភូមិថាបានសេចក្តីថាយ៉ាងម៉េចលោកមេភូមិលោកមេភូមិក៏បានសួរលោកគ្រូវិញថាខ្ញុំត្រូវតែសួរលោកគ្រូឯងវិញសិនលោកគ្រូក៏ឆ្លើយថាបានស្ត្រីដែលមកជួបលោកនោះតែងខ្លួនយ៉ាងម៉េចលោកគ្រូក៏បានឆ្លើយថាស្លៀកសំពត់ចងក្បិននិងដណ្ដប់ស្បែកពាក់ឈៀងហើយលោកមេភូមិក៏បានសួរទៅថាមានការបសរសៀតនៅលើត្រចៀកទៀតផងមែនទេលោកគ្រូបាទមែនគេមកជួបនឹងលោកគ្រូថាយ៉ាងម៉េចខ្លះនាងបានប្រាប់ថានាងជាញាតិឆ្ងាយរបស់លោកមេភូមិលោកប្រធានភូមិធ្លាប់បញ្ជូននាងទៅប្រកួតបបរកញ្ញាធីតាកសិកម្មនិងទទួលបានតំណែងឈ្នះដាច់នារីដទៃនាងប្រាប់តែប៉ុណ្ណេះខ្លាចមានរឿងមិនល្អខ្ញុំក៏សំណូមពរនាងឲ្យទៅវិញលោកគ្រូបាននិយាយថាតើនាងដើរទៅខាងណានាងបានចូលទៅក្នុងចំការចេកតែម្ដងលោកប្រធានភូមិងក់ក្បាលកាលពីឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទចូលទៅប្រកួតក្នុងពិធីប្រចាំឆ្នាំខែនិងបានទទួលឈ្នះរង្វាន់ដាច់គេលោកគ្រូក៏មានការងងឆ្ងល់ហើយក៏បានសួរទៅកាន់លោកប្រធានភូមិថាផ្លែឈើទៅលោកប្រធានភូមិក៏បានឆ្លើយតបថាចេក